រីស៊ូពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Insert Podcast ត្រីខ្ញុំមានវីដេអូថ្មីមួយទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាសារជាថ្មីហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយចែកជូនបងប្អូនទាំងអស់គ្នាគឺប្រធានបទអាពាហ៍ពិពាហ៍បងប្អូនទាំងអស់គ្នាប្រហែលជាដឹងហើយថាអាពាហ៍ពិពាហ៍វាមានយមន័យម៉េចមានលក្ខខណ្ឌម៉េចហើយការទំនៀមទម្លាប់ប្រពៃណីធ្វើឡើងម៉េចខ្លះអញ្ចឹងបងប្អូនដឹងហើយតែថ្ងៃនេះខ្ញុំមកបញ្ជាក់បន្ថែមទៀតថាអាពាហ៍ពិពាហ៍ហ្នឹងវាមានន័យយ៉ាងម៉េចមាននិយមន័យយ៉ាងម៉េចវាមានលក្ខខណ្ឌម៉េចខ្លះឥឡូវយើងទៅជួបនឹងភ្ញៀវកិត្តិយសទាំងអស់គ្នាបាទជំរាបសួរគីបងបាទសួស្តីវាសនាបាទថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយនៅក្នុងប្រធានបទអាពាហ៍ពិពាហ៍បាទហើយប្រហែលជាពុកម៉ែបងប្អូនឆ្ងល់ច្រើនឬក៏យើងចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនដែលបានដឹងថាអាពាហ៍ពិពាហ៍គឺជាអីហើយអាពាហ៍ពិពាហ៍កើតឡើងដោយដូចម្ដេចខ្លះឬក៏យើងរំលាយទៅវិញដោយដូចម្ដេចខ្លះបាទអញ្ចឹងហើយទី1គឺយើងនិយាយពីអាពាហ៍ពិពាហ៍ហ្នឹងគឺជាកិច្ចសន្យាដ៏ឱឡារិកមួយដែលធ្វើឡើងដោយបុរសម្នាក់និងនារីម្នាក់ដែលធ្វើឡើងដោយក្តីស្រឡាញ់ដែលសន្យាថានឹងរស់នៅជាមួយគ្នាចឹងទៅហើយយើងអាចរំលាយបានតាមទំនឹងចិត្តរបស់យើងបានទេមួយវិញទៀតអាពាហ៍ពិពាហ៍ហ្នឹងគឺជាការស្រឡាញ់គ្នារវាងបុរសម្នាក់និងនារីម្នាក់ដែលកើតឡើងដោយសារតែការចង់រួមរស់នៅជាមួយគ្នាកើតឡើងដោយសារតែការស្រឡាញ់គ្នាចិត្តនឹងចិត្តកើតឡើងដោយការចង់មើលថែឬក៏ចេះជួយទុកធុរៈគ្នាទៅវិញទៅមកហ្នឹងគឺជាអាពាហ៍ពិពាហ៍ដែលបង្កើតបានជាគ្រួសារមួយហ្នឹងគឺជានិយមន័យនៃអាពាហ៍ពិពាហ៍ហើយវាសនានៅអត់យល់ឬក៏នៅឆ្ងាយឡើយណាទៀតខ្ញុំអាចបកស្រាយជូនវាសនាបានទៀតបាទមិញព្រះអង្គបកស្រាយអំពីនិយមន័យអាពាហ៍ពិពាហ៍បាទមួយទៀតខ្ញុំសង្សួរថាមិញឲ្យនិយមន័យហើយតើអាពាហ៍ពិពាហ៍ហ្នឹងគេធ្វើឡើងដើម្បីធ្វើអាពាហ៍ពិពាហ៍ទៅបានតើវាមានអ្វីខ្លះអញ្ចឹងបាទនឹងហើយវាសនាមិញយើងដឹងថាអាពាហ៍ពិពាហ៍ហ្នឹងគឺជាការធ្វើឡើងដោយក្តីស្រឡាញ់រវាងបុរសម្នាក់និងនារីម្នាក់បាទឬក៏ការកើតឡើងដោយសារតែភាគីទាំងសងខាងដែលយើងហៅថាភាគីខាងបុរសនិងខាងនារីគាត់ស្រឡាញ់គ្នារួមរស់នៅជាមួយគ្នាទៅមួយវិញទៀតដើម្បីធ្វើអាពាហ៍ពិពាហ៍ទៅបានគឺយើងត្រូវតែកំណត់មានថាលក្ខខណ្ឌជាកំណត់គឺភេទរបស់ភាគីអញ្ចឹងភេទរបស់ភាគីនៅចំណុចនេះគឺយើងដឹងថាត្រូវតែកំណត់ភេទជាក់ស្ដែងមានថាអាពាហ៍ពិពាហ៍កើតឡើងត្រូវតែភេទប្រុសនិងភេទស្រីទើបអាចកើតឡើងបានអាហ្នឹងនៅក្នុងក្រមរដ្ឋវិន័យគាត់បានកំណត់អញ្ចឹងប៉ុន្តែបើសិនជាភេទដូចគ្នាក៏យើងអាចធ្វើទៅបានដែរប៉ុន្តែគាត់ថាយើងចោះសម្បត្តិអាពាហ៍ពិពាហ៍កើតតែយើងនេះបានយើងរៀបមានថាយើងសំគុំគ្នាឯងបានតែយើងអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានហ្នឹងភេទដូចគ្នាអញ្ចឹងបានចំណុចនេះគេដាក់ថាការកំណត់ដោយភេទអញ្ចឹងលុះត្រាតែមានភេទជាបុរសមួយភេទជាស្ត្រីមួយទើបយើងអាចកំណត់អាពាហ៍ពិពាហ៍បានឬក៏ធ្វើច្បាប់ដើម្បីរៀបអាពាហ៍ពិពាហ៍បានអាហ្នឹងគឺចំណុចហ្នឹងត្រូវតែដាច់ខាតបាទមិនមែនថាតតែភេទដូចគ្នាយើងអត់អាចរៀបអាពាហ៍ពិពាហ៍កើតទេនៅក្នុងសង្គមជាក់ស្ដែងយើងឃើញហើយភាគច្រើនបច្ចុប្បន្នគឺអ្នកស្រឡាញ់ភេទដូចគ្នាគឺគាត់អាចរៀបអាពាហ៍ពិពាហ៍ទៅបានប៉ុន្តែគ្រាន់តែអត់មានការចោះសម្បត្តិអាពាហ៍ពិពាហ៍ជូនពួកគាត់បាទហើយចំណុចទី2គឺការស្ម័គ្រចិត្តនេះគឺជាចំណុចមួយសំខាន់ដែរគឺបុរសនិងស្ត្រីគាត់បានសម្រេចចិត្តជាមួយគ្នាថានឹងរៀបអាពាហ៍ពិពាហ៍ដោយការស្ម័គ្រចិត្តរៀងៗខ្លួនរបស់គាត់យើងអាចបខំឬក៏ស្ថិតនៅក្នុងការបខំណាមួយបានទេមិនអាចថាការគៀបសង្កត់ពីឪពុកម្ដាយការតម្រូវឲ្យគាត់រៀបការជាមួយបុគ្គលនេះបុគ្គលនោះឬក៏បុរសនេះបុរសនោះនារីនេះនារីនោះទេព្រោះថាត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្តរបស់គាត់ដោយក្តីស្រឡាញ់របស់គាត់ស្រឡាញ់អ្នកណាគាត់ស្រឡាញ់នារីណាឬក៏បុរសណាគាត់ត្រូវតែរើសជាគូអនាគតរបស់គាត់ត្រូវរៀបអាពាហ៍ពិពាហ៍តាមចិត្តឬក៏តាមការស្រឡាញ់តាមបេះដូងរបស់គាត់អាហ្នឹងគឺជាចំណុចដែលយើងសម្រាប់ធ្វើអាពាហ៍ពិពាហ៍ហើយមួយទៀតគឺអាយុជាក់ស្ដែងយើងដឹងថាឃើញបច្ចុប្បន្នភាគច្រើនគាត់នៅក្មេងៗពេលខ្លះគាត់អត់ទាន់គ្រប់អាយុឬក៏លើសអាយុគឺកើតមានច្រើនអញ្ចឹងនៅចំណុចនេះគឺយើងចង់និយាយអំពីអាយុនៃការរៀបអាពាហ៍ពិពាហ៍អញ្ចឹងនៅក្នុងក្រមរដ្ឋវិន័យឆ្នាំ2007បានចែងថាបុរសនិងស្ត្រីអាចរៀបអាពាហ៍ពិពាហ៍បានលុះត្រាតែបុរសនិងស្ត្រីហ្នឹងគឺគាត់មានអាយុចាប់ពី18ឆ្នាំឡើងព្រោះថាតើតែគាត់គ្រប់អាយុ18ឆ្នាំទើបគាត់អាចមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ទៅបានក្រោមហ្នឹងក៏គាត់អាចមានសិទ្ធិដែរប៉ុន្តែគ្រាន់តែ
ច្បាប់គេអត់ទទួលស្គាល់ឬក៏គាត់អត់មានការចុះសម្បត្តិអាពាហ៍ពិពាហ៍កើតឡើងបាទនៅចំណុចហ្នឹងគឺគេចង់ឲ្យគាត់មានអាយុច្រើនមានថាកាលណាតែគាត់មានអាយុច្រើនឬក៏សមនឹងការរៀបអាពាហ៍ពិពាហ៍គឺគាត់មានថាចាស់ចិត្តចាស់គំនិតឬក៏គាត់ចេះគិតគូរបានវែងឆ្ងាយទៅតាមហ្នឹងទៅបាទហ្នឹងគឺអាយុរបស់បុគ្គលដែលគាត់ចង់រៀបអាពាហ៍ពិពាហ៍ហើយវាស្នានៅឆ្ងល់ឬក៏កន្លែងណាទៀតវាស្នាអាចសាកសួរមកខ្ញុំបានគីម៉ងអាចជួយបញ្ជាក់បន្ថែមទៀតទេថាដើម្បីយើងធ្វើអាពាហ៍ពិពាហ៍មានថាយើងប្រព្រឹត្តអាពាហ៍ពិពាហ៍ទៅបានហ្នឹងមានលក្ខខណ្ឌឬក៏មិនខ្លះអីថាឧទាហរណ៍ថាយើងត្រូវតែអត់តែមុងដំបងមានថាដើម្បីបង្កើតអាពាហ៍ពិពាហ៍បានយើងត្រូវតែមានអ្វីខ្លះអញ្ចឹងណាយល់ឧទាហរណ៍ថាយើងត្រូវតែទី1ត្រូវយើងឧទាហរណ៍ទី1យើងត្រូវតែធ្វើអាពាហ៍ពិពាហ៍បានមានថាទី1យើងត្រូវសុំសម្បត្តិទៅធានភូមិឬក៏អីមានថាមិនទៀតអញ្ចឹងមុនយើងធ្វើអាពាហ៍ពិពាហ៍ឡើងអញ្ចឹងហ្នឹងហើយវាស្នាហើយចំណុចហ្នឹងគឺតាក់ទងទៅនឹងការតាក់ទងទៅនឹងខាងភូមិឃុំឬក៏ចៅសង្កាត់តាក់ទងទៅនឹងខាងប្រុសឬក៏ខាងស្រីជាក់ស្ដែងដើម្បីធ្វើទៅបានយើងត្រូវតែអនុវត្តទៅតាមគោលការណ៍តាមចំណុចតាមជំហានរបស់គោលការណ៍នៃច្បាប់ទី1គឺយើងការដាក់សម្បត្តិរៀបអាពាហ៍ពិពាហ៍មានថាមុនដែលប្រទេសរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺត្រូវតែបរិសុទ្ធឬក៏ស្ត្រីដែលមានបំណងគាត់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហ្នឹងគឺគាត់ត្រូវធ្វើលិខិតស្នើសុំទៅខាងឃុំឬក៏សង្កាត់ជាក់ស្ដែងដែលនៅតាមលំនៅឋានរបស់ពួកគាត់គឺថាដើម្បីបញ្ជាក់ថាគាត់ហ្នឹងនៅលេវគាត់ហ្នឹងជាពោះម៉ាយឬក៏គាត់ហ្នឹងជាបរិសុទ្ធពុកម៉ាយរៀងខ្លួនដើម្បីបញ្ជាក់ពីបញ្ជាក់ពីខ្លួនរបស់ពួកគាត់អាហ្នឹងគឺយើងការដាក់ពាក្យសមអាពីពិភាក្សាដើម្បីឲ្យដឹងទាំងខាងប្រុសឬក៏ខាងបាទធ្វើអញ្ចឹងក៏ល្អមួយយ៉ាងនេះថតថាយើងធ្វើអញ្ចឹងមានន័យថាយើងអាចកុហកបានទេមានថាយើងមានប្រពន្ធអីយើងកុហកថាយើងពោះម៉ាយឬក៏នៅលីវអីចឹងយើងធ្វើអញ្ចឹងអត់បានទេអញ្ចឹងបាទធ្វើអញ្ចឹងល្អគឺថាគាត់គឺថាការដាក់ស្នាឬក៏ការដាក់ពាក្យសមរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺគាត់ត្រូវស្នើសុំទៅខាងឃុំសង្កាត់ដើម្បីឲ្យគាត់ដើម្បីដឹងពីខ្លួនយើងឧទាហរណ៍ថាយើងនៅកំឡោះដើម្បីដឹងថាយើងកំឡោះឬក៏យើងពោះម៉ាយដឹងថាយើងពោះម៉ាយចំណុចហ្នឹងគឺគាត់ចង់បាននៅអញ្ចឹងបាទហើយចំណុចទី2គឺបានប្រកាសជាសាធារណៈអញ្ចឹងបន្ទាប់ពីការដាក់ពាក្យរៀបអាពាហ៍ពិពាហ៍ហើយគឺយើងត្រូវតែមានបានប្រកាសជាសាធារណៈអញ្ចឹងបានប្រកាសសាធារណៈនេះគឺជាចំណុចមួយដែលមានគោលដៅបង្កភាពដល់ជនដែលមានប្រយោជន៍នៅក្នុងទីកន្លែងនៃការរៀបអាពាហ៍ពិពាហ៍ហ្នឹងដើម្បីឲ្យគាត់ដឹងឮគេថាប្រកាសគឺប្រកាសឲ្យគេដឹងឮថាពួកគាត់ហ្នឹងគឺគេថាអាចនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃខាងមុខអាហ្នឹងគឺបានប្រកាសអញ្ចឹងបានប្រកាសនេះគឺគាត់ត្រូវធ្វើឡើងនៅមុនរយៈពេល10ថ្ងៃដើម្បីជាការដឹងឮនៅខាងឃុំសង្កាត់ឬក៏ជាក់ស្ដែងគឺយើងត្រូវជាក់ស្ដែងបច្ចុប្បន្នគឺខាងប្រុសគាត់ទៅការខាងស្រីត្រូវបាទអញ្ចឹងថាគាត់ត្រូវធ្វើបានប្រកាសមួយដែលបិទផ្សាយឬក៏ដាក់នៅគេអដ្ឋានខាងស្រីដើម្បីឲ្យមានការដឹងឮថាគាត់នឹងរៀបអាពាហ៍ពិពាហ៍បាទវាស្នាអាចយល់បាននៅចំណុចនេះយល់អាហ្នឹងយើងយល់បានចឹងដឹងខ្លះៗអញ្ចឹងឬយើងចង់រៀបអាពាហ៍ពិពាហ៍ឬក៏យើងធ្វើអីអញ្ចឹងយើងដឹងលក្ខខណ្ឌមួយ step ដំណាក់កាលនីមួយៗអញ្ចឹងទៅជាពិសេសជូនទៅប្រហុងបាទតោះបាទហ្នឹងហើយមួយទៀតគឺរយៈពេលនៃការរងចាំអញ្ចឹងបន្ទាប់ពីយើងធ្វើបានប្រកាសរួចហើយគឺយើងត្រូវប្រើរយៈពេលរងចាំវាថាការរងចាំហ្នឹងគឺយើងត្រូវរងចាំរយៈពេល10ថ្ងៃបន្ទាប់ពីបិទការផ្សាយបានប្រកាសនៃអាពាហ៍ពិពាហ៍ជាសាធារណៈហ្នឹងបាទហើយក្នុងរយៈពេល10ថ្ងៃហ្នឹងគឺគ្មានអ្នកណាគេប្តឹងជំទាស់បានទេវាថាកាលណាយើងបិទបានប្រកាសហើយរយៈពេល10ថ្ងៃហ្នឹងគឺយើងកំពុងតែរងចាំនៃការរៀបអាពាហ៍ពិពាហ៍អញ្ចឹងការរៀបអាពាហ៍ពិពាហ៍នោះមិនអាចប្រព្រឹត្តទៅបានប្រសិនបើគ្មានការប្តឹងជំទាស់ឬក៏ការផ្អាកខានដោយបុគ្គលណាម្នាក់អាហ្នឹងគឺជារយៈពេលនៃការរងចាំថា10ថ្ងៃក្រោយគឺបុគ្គលហ្នឹងគាត់ត្រូវរៀបអាពាហ៍ពិពាហ៍អញ្ចឹងគាត់ត្រូវធ្វើបានប្រកាសដើម្បីរងចាំរយៈពេល10ថ្ងៃហ្នឹងអញ្ចឹងលុះត្រាតែបុគ្គលណាម្នាក់គាត់ចង់អាក់ខានឬក៏គាត់មិនចង់គាត់បដូរចិត្តឬក៏គាត់លែងចង់រៀបអាពាហ៍ពិពាហ៍គឺគាត់អាចប្តឹងជំទាស់ទៅ
ទៅដែលធ្វើការផ្អាកនៃអាពាហ៍ពិពាហ៍ នៅក្នុងអំឡុងពេលរយៈពេល10ថ្ងៃហ្នឹងឧទាហរណ៍ថាភាគីបរោះគាត់មានប្រពន្ធតែគាត់កុហកថាគាត់អត់មានប្រពន្ធទេតែពេលគាត់រៀបការអញ្ចឹងទៅគាត់ដាក់ពាក្យរៀបការស្នើសុំទៅតែប្រពន្ធដើមគាត់មកឆ្លោះប្រកែកអីចឹងទៅហើយអាហ្នឹងគាត់អាចជំទាស់បានទេគេថាអាហ្នឹងគឺជាអាហ្នឹងចូលចំណុចមួយទៀតគាត់ថាមូលហេតុនៃការនៃការប្តឹងជំទាស់នៃការអខានអាពាហ៍ពិពាហ៍ហ្នឹងចូលចំណុចមួយទៀតចាំថាឥឡូវដូចចំណុចវាស្ងាត់និយាយខ្ញុំសូមលើកចំណុចនេះឡើងចុះគាត់ថាមូលហេតុនៃការប្តឹងជំទាស់ឬក៏ការផ្អាកខាននៃការកម្រងអាពាហ៍ពិពាហ៍ដោយសារតែមូលហេតុអីអាហ្នឹងគឺចូលចំណុចហ្នឹងទីមួយឧទាហរណ៍ថាដូចវាស្ងាត់និយាយមិញគឺគាត់ថាគាត់មិនគាត់បរោះភាគីខាងម្ខាងគាត់មានប្រពន្ធហើយតែពេលគាត់ការរៀបអាពាហ៍ពិពាហ៍ទៅប្រពន្ធដើមគាត់មិនមកគាត់ដឹងឮថាប្តីគាត់នឹងរៀបអាពាហ៍ពិពាហ៍មួយអ្នកផ្សេងអញ្ចឹងគាត់មិនមកប្តឹងតវ៉ាឬក៏គាត់ឆ្លោះប្រកែកអញ្ចឹងទៅបាទឥឡូវខ្ញុំសូមរៀបរាប់ចំណុចដែលអខាននៃការរៀបអាពាហ៍ពិពាហ៍នឹងដោយសារតែការផ្អាកចោះចំណុចទី1គឺដោយសារតែប្តីប្រពន្ធនឹងគាត់ដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍គាត់ស្ថិតនៅក្រោមអាយុ18ឆ្នាំអាហ្នឹងគឺជាចំណុចទី1ចំណុចទី2ករណីមានសហព័ន្ធនឹងគ្នាមានថាករណីមានសហព័ន្ធហ្នឹងគឺបុគ្គលខាងប្រុសខាងប្តីហ្នឹងគាត់មានប្រពន្ធឬក៏ខាងស្រីហ្នឹងគាត់មានប្តីចឹងទៅអាហ្នឹងគឺជាការអខានមួយដែរមួយទៀតអំឡុងពេលហាមឃាត់ហ្នឹងអាពាហ៍ពិពាហ៍ថ្មីក្នុងករណីដែលនារីត្រូវបានរំលាយចោលដោយសារតែមិនទាន់គ្រប់រយៈពេល120ថ្ងៃអញ្ចឹងរយៈពេល120ថ្ងៃនេះដោយសារតែការផ្ដាច់អាពាហ៍ពិពាហ៍មុនហ្នឹងគាត់អត់ទាន់គ្រប់រយៈពេលរបស់គាត់ហើយករណីមួយទៀតអាពាហ៍ពិពាហ៍ហ្នឹងគឺជាអាពាហ៍ពិពាហ៍របស់ជនវិកលចរិតអញ្ចឹងជនវិកលចរិតហ្នឹងគឺជាជនដែលស្ថិតនៅក្រោមអាណាព្យាបាលគ្រប់គ្រងគឺថាគាត់មានសតិអត់សូវល្អឬក៏អត់សូវគ្រប់ឬក៏គាត់ខ្វះខាតនៅសតិបញ្ញាស្មារតីចំណុចណាមួយគឺយើងអាចអខានបានដែរអាហ្នឹងគឺជាការផ្អាកខាននៅការរៀបអាពាហ៍ពិពាហ៍អាហ្នឹងគាត់ជាការផ្អាកខាននេះប៉ុន្តែនៅចំណុចមួយទៀតគឺការធ្វើដោយមិនអាចរៀបអាពាហ៍ពិពាហ៍បានអញ្ចឹងការមិនអាចរៀបអាពាហ៍ពិពាហ៍បានដោយសារតែមូលហេតុអីគេខ្លះមានដូចជាទី1គឺជាប់សាច់ឈាមផ្សារលោហិតឬក៏ញាតិលោហិតហ្នឹងមកថាជាឪពុកនិងកូនជាកូននិងម្ដាយអាហ្នឹងគឺយើងអាចធ្វើឬក៏យើងអាចរៀបអាពាហ៍ពិពាហ៍បានទេមួយទៀតគឺសាខាញាតិហ្នឹងវាជាបងប្អូនបង្កើតមីងក្មួយពូអីចឹងទៅអាហ្នឹងយើងអាចធ្វើអាពាហ៍ពិពាហ៍ទៅគាត់គេថាអត់អាចនឹងកើតឡើងនៃការមានថាអត់អាចលេចឡើងនៅអាពាហ៍ពិពាហ៍កើតឡើងបាទអាហ្នឹងគឺជាការហាមឃាត់អត់ឲ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងហើយវាស្នានៅឆ្ងល់ឬក៏អត់ច្បាស់កន្លែងណាវាស្នាអាចបាទអរគុណខ្ញុំបានយល់ច្បាស់ខ្លះហើយនៅក្នុងន័យហ្នឹងមានន័យថាឧទាហរណ៍ថាមានថាអាពាហ៍ពិពាហ៍យើងមានថាលក្ខខណ្ឌនៃការបង្កើតអាពាហ៍ពិពាហ៍ហ្នឹងត្រូវទី1យើងត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅបាទហើយមួយទៀតមិនដែរឧទាហរណ៍ថាយើងអាយុ18ឆ្នាំហើយឧទាហរណ៍ថាយើងម៉ែឪគាត់ទី1គាត់អ្នកខ្លះខ្ញុំឃើញជាក់ស្ដែងនៅក្នុងជនបទអ្នកខ្លះគេដល់អាយុ18ឆ្នាំគេអាចរៀបអាពាហ៍ពិពាហ៍បានដែរហ្នឹងគឺជាចំណុចមួយគឺថាការអខានឬក៏ការផ្អាកអាពាហ៍ពិពាហ៍ទៅបានគាត់អត់គ្រប់អាយុ18ឆ្នាំត្រូវគាត់ថាគាត់អត់គ្រប់អាយុ18ឆ្នាំហ្នឹងមាន2កថាខណ្ឌកថាខណ្ឌទី1ចង់មានន័យថាដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហ្នឹងគាត់អត់ទាន់គ្រប់អាយុ18ឆ្នាំអាហ្នឹងគឺជាចំណុចមួយដែលខុសឆ្គងច្បាប់ទី2គាត់អត់គ្រប់អាយុ18ឆ្នាំប៉ុន្តែគាត់អាចរៀបអាពាហ៍ពិពាហ៍ទៅបានដោយសារតែការស្រឡាញ់អញ្ចឹងគាត់អាចរៀបអាពាហ៍ពិពាហ៍ទៅបានប៉ុន្តែសម្បត្តិអាពាហ៍ពិពាហ៍គឺយើងអាចចោះបានអូខេយល់បាទអាហ្នឹងគឺជាចំណុចដែលយើងត្រូវដឹងត្រូវឮដើម្បីអាជីវភាពងាយស្រួលក្នុងការយល់ថាបញ្ហានៅខាងមុខឬក៏ជួបប្រទះអីចឹងយើងអាចដោះស្រាយបាទអរគុណគីម៉ងហើយមួយទៀតខ្ញុំសូមសួរមួយទៀតដើម្បីរំលាយអាពាហ៍ពិពាហ៍បានតើយើងត្រូវធ្វើអ្វីខ្លះដើម្បីមានលក្ខខណ្ឌអីខ្លះដើម្បីរំលាយអាពាហ៍ពិពាហ៍បានបាទដើម្បីរំលាយអាពាហ៍ពិពាហ៍បានគឺមានលក្ខខណ្ឌច្រើនប៉ុន្តែ
ខ្ញុំសូមចូលចំណុចបន្ថែមបន្តិចទៀតនៅចំណុចការហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍អញ្ចឹងខ្ញុំសូមបន្ថែមនៅចំណុចប្រហែលទៀតដើម្បីឲ្យពុកម៉ែបងប្អូនដឹងឮឬក៏វាស្នាដឹងឮនៅប្រហែលចំណុចទៀតតែវាជាចំណុចសំខាន់អញ្ចឹងដែលថាយើងអត់អាចរៀបអាពាហ៍ពិពាហ៍ទៅបានទី1គឺរវាងបងថ្លៃនិងប្អូនថ្លៃអញ្ចឹងរវាងបងថ្លៃនិងប្អូនថ្លៃនេះគេហៅថាសាខាញាតិពន្ធថ្នាក់ទី2ដែលយើងអត់អាចរៀបអាពាហ៍ពិពាហ៍ទៅកើតទេហើយចំណុចទី2គឺរវាងអតីតបងថ្លៃនិងប្អូនថ្លៃក៏យើងអត់អាចប្រព្រឹត្តអាពាហ៍ពិពាហ៍ទៅបានដែរក្រៅពីហ្នឹងយើងមានរវាងពូមីងនិងក្មួយប្រសាហ្នឹងគឺតាក់ទងទៅនឹងសាខាញាតិពន្ធថ្នាក់ទី3គឺសិតតែហាមឃាត់ហើយមួយវិញទៀតរវាងអតីតពូមីងក្មេកឬក៏អតីតក្មួយប្រសាអីហ្នឹងគឺយើងសិតតែចូលហើយគឺអត់អាចធ្វើទៅបានទេហើយកាន់តែធ្ងន់ធ្ងរនោះគឺរវាងអតីតប្អូនបង្កើតរបស់ប្តីឬក៏ប្អូនបង្កើតរបស់ប្រពន្ធគឺអត់អាចប្រព្រឹត្តទៅបានអាហ្នឹងគឺជាចំណុចមួយដែលយើងគេថាការអាខានឬក៏ការហាមឃាត់ដោយអត់ឲ្យប្រព្រឹត្តនៅអាពាហ៍ពិពាហ៍កើតឡើងតែវាស្នាយល់នៅកន្លែងហ្នឹងខ្ញុំមកអាចបន្ថែមអីទៀតលើកឡើងទៀតការជាបទមួយទៀតខ្ញុំចង់លើកពីកន្លែងការរំលាយអាពាហ៍ពិពាហ៍ព្រោះថាអាពាហ៍ពិពាហ៍ត្រូវបានរំលាយឡើងដោយមោខភាព2តែខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនឬក៏ប្រាប់វាសនាបានដឹងអញ្ចឹងមោខភាព2ហ្នឹងគឺមានទី1គឺមោខភាពដាច់ខាតទី2មោខភាពមិនដាច់ខាតអញ្ចឹងដាច់ខាតនឹងមិនឬក៏មិនដាច់ខាតនឹងមិនគឺមានដូចជាទី1មោខភាពដាច់ខាតអញ្ចឹងមោខភាពដាច់ខាតហ្នឹងគឺកើតឡើងដោយសារតែការភ័ន្តច្រឡំអញ្ចឹងការភ័ន្តច្រឡំក៏យើងមិនអាចធ្វើអាពាហ៍ពិពាហ៍ទៅបានដែរក៏អាចនឹងរំលាយអាពាហ៍ពិពាហ៍ចោលបានដែរអញ្ចឹងភ័ន្តច្រឡំហ្នឹងដោយសារតែអីគេដោយសារតែការភ័ន្តច្រឡំទៅលើឧទាហរណ៍ថាបរិសុទ្ធនិងនារីគាត់ត្រូវរៀបការមួយគ្នាប៉ុន្តែខាងនារីហ្នឹងគាត់គឺជាបងប្អូនព្រោះនឹងគ្នាតតែដល់ថ្ងៃការគឺខាងកូនកំមុំដែលត្រូវនឹងរៀបការហ្នឹងគឺមិនមែនជាគាត់ទេគឺជាប្អូនព្រោះរបស់គាត់ហ្នឹងទៅអញ្ចឹងការភ័ន្តច្រឡំរបស់ខាងបរិសុទ្ធគឺគាត់អាចរំលាយចោលនៅការរៀបអាពាហ៍ពិពាហ៍ហ្នឹងបានអាហ្នឹងគឺជាចំណុចទី1ហើយចំណុចទី2កើតឡើងដោយសារតែការបង្ខិតបង្ខំនេះគឺជាចំណុចចម្បងមួយដែរដែលយើងអាចចាត់ទុកថាជាមោខភាពមួយដែលអាចនឹងអាក់ខាននៅការរៀបអាពាហ៍ពិពាហ៍ព្រោះថាគាត់ត្រូវស្ថិតនៅក្នុងការគៀបសង្កត់ឬក៏ការដឹកនាំឬក៏ការអូសទាញដោយបុគ្គលណាម្នាក់ព្រោះថាការបង្ខិតបង្ខំអញ្ចឹងគាត់រៀបការហ្នឹងរៀបការតែបង្ខិតបង្ខំក៏យើងអាចធ្វើទៅកើតដែរគាត់រៀបការក្រោមការដឹកនាំរបស់អាណាព្យាបាលរបស់គាត់ក៏យើងអាចធ្វើបានដែរអញ្ចឹងយើងនិយាយបានដូចចំណុចខាងលើយើងនិយាយតាំងពីដើមមកថាអាពាហ៍ពិពាហ៍ធ្វើឡើងដោយការស្រឡាញ់រវាងបុរសម្នាក់និងនារីម្នាក់ទើបយើងអាចធ្វើទៅបានទោះធ្វើបានដោយសេរីមែនលុះត្រាតែគាត់នឹងស្រឡាញ់គ្នាពីរនាក់របស់គាត់ប្តីនិងប្រពន្ធគាត់ស្រឡាញ់គ្នាគាត់ការបានប៉ុន្តែបើសិនជាស្ថិតនៅក្នុងការបង្ខិតបង្ខំឬក៏ការដឹកនាំរបស់ឪពុកម្ដាយឬក៏អាណាព្យាបាលរបស់គាត់ណាមួយយើងអាចធ្វើទៅបានទេបាទហ្នឹងគឺជាចំណុចមួយដែលយើងហៅថាមោខភាពដាច់ខាតរីឯមោខភាពមិនដាច់ខាតវិញគឺយើងតាក់ទងទៅនឹងការស្នើសុំឬក៏ការដាក់ពាក្យអីជាសាធារណៈហ្នឹងទៅអាហ្នឹងមានដូចជាទី1គឺភាគីហ្នឹងក៏បានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺជាចំណុចមួយដែលយើងអាចធ្វើអាពាហ៍ពិពាហ៍ទៅបានដែរហើយទី2គឺភាគីហ្នឹងអត់បានជូនតំណែងជាសាធារណៈអត់បានជូនតំណែងជាសាធារណៈហ្នឹងគាត់អត់បានដាក់ពាក្យហើយពាក្យហ្នឹងអត់បានមកគាត់អត់បានជូនតំណែងទេអញ្ចឹងដល់ថ្ងៃការក៏យើងអាចរំលាយអាពាហ៍ពិពាហ៍ហ្នឹងចេញបានដែរហើយមួយទៀតភាគីហ្នឹងគាត់អត់បានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ចុះកិច្ចសន្យាថាគាត់ហ្នឹងរស់នៅមួយគ្នាអីមួយគ្នាគឺអត់អញ្ចឹងគាត់ថាអាពាហ៍ពិពាហ៍ត្រូវបានរំលាយនៅចំណុចហ្នឹងមួយទៀតគឺភាគីហ្នឹងគាត់បានលុបចោលអាពាហ៍ពិពាហ៍អញ្ចឹងការលុបចោលអាពាហ៍ពិពាហ៍គឺអត់អាចធ្វើទៅកើតគឺគាត់ហ្នឹងត្រូវអាពាហ៍ពិពាហ៍គឺត្រូវរំលាយបាទហើយចំណុចហ្នឹងគឺមានប៉ុណ្ណឹងបើសិនជាវាសនានៅឆ្ងល់ឬក៏នៅខ្លះៗអីណាវាសនាអាចសួរខ្ញុំបាទអរគុណកំងសម្រាប់ការបកស្រាយនៅក្នុងប្រធានបទអាពាហ៍ពិពាហ៍របស់យើង
ហើយគីហ្មងមានអីបន្ថែមពីលើប្រធានបទអាពាហ៍ពិពាហ៍នឹងទៀតទេឬក៏អស់ហើយ សម្រាប់ខ្ញុំគឺមានប៉ុណ្ណឹងសង្ឃឹមថាវាសនាឲ្យពុកម៉ែបងប្អូនគាត់ស្ដាប់ហើយគាត់យល់នឹងអាចទទួលយកបាននៅប្រធានបទអាពាហ៍ពិពាហ៍នេះបាទមួយវិញទៀតបាទអរគុណគីម៉ងម្ដងទៀតបាទសម្រាប់ការចូលនៅក្នុង podcast របស់និស្សិតយើងហើយគីម៉ងបានបកស្រាយនៅក្នុងធានបទអាពាហ៍ពិពាហ៍យ៉ាងក្បោះក្បាយហើយយ៉ាងស៊ីជម្រៅទៀតផងបាទអរគុណគីម៉ងមែនតើហើយមួយវិញទៀតខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលក្នុងទស្សនាវីដេអូរបស់និស្សិត podcast ហើយម្យ៉ាងទៀតក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការ like និង follow page របស់ខ្ញុំបាទសូមអរគុណសូមគោរពលា